ឯកឧត្តមយុនរ៉ាដែនមន្ត្រីជាន់ខ្ពស់គណៈបកហ៊ុនស៊ិនប៉ិចនិងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតឲ្យទៅចុះឈ្មោះបោះឆ្នោតនិងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅតាមឃុំសង្កាត់របស់ខ្លួនការអំពាវនាវនេះបានធ្វើឡើងស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងតែប្រកាសឲ្យមានការចូលរួមពីប្រជាពលរដ្ឋនិងគណៈបកនយោបាយស្ថាប័នពាក់ព័ន្ធនានាឲ្យចូលរួមសហការដើម្បីសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងដំណើរការពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ2025ឯកឧត្តមយុនរ៉ាដែនបានបញ្ជាក់ថាការពិនិត្យឈ្មោះនិងការចុះឈ្មោះបោះឆ្នោតពិតជាមានសារៈសំខាន់ណាស់ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ថាការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជាមានរយៈពេល6ថ្ងៃចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025